បាទសួស្តីបងប្អូនថ្ងៃនេះមកដាក់កូនមន់មួយសបុកពូជអាប៉ាកែណាឥឡូវបានញាស់ហើយបានកូន6គ្រាប់ដែរឥឡូវដាក់កំពុងតែរៀបចំដាក់វាចុះបងប្អូនយើងកំពុងតែរៀបចំហើយយើងយកមេចេញសិននេះជាកូនអាប៉ាកែអូស្អាតមែនទេបងប្អូននេះសបល់សិតតែស្អាតបងប្អូននេះអូលយបងប្អូនយើងកំពុងរៀបចំដាក់ចុះយើងថែរក្សាវាស្អាតឲ្យវាមានកម្លាំងឆាប់ធំយើងដាក់វាក្រុងសិនណាបងប្អូនយើងដាក់វាក្រុងក្នុងនេះសិនបងប្អូននេះយើងធ្វើការតម្លាក់វាចុះសិនយើងដាក់ក្រុងវាសិនបងប្អូនខ្លាចយើងលេងវាភ្លាមវាធ្វើឲ្យមន់យើងវាមានសុខភាពមិនល្អអញ្ចឹងយើងត្រូវតែថែរក្សាវាដាក់នៅទីនេះសិនបាទចុះសិនបងប្អូនហើយឡើយខ្ញុំកំពុងរៀបចំចំណីឲ្យវាឥឡូវយើងរៀបចំចំណីឲ្យវាហើយបងប្អូនយើងរៀបចំចំណីនឹងទឹកដាក់ឲ្យវាបងប្អូននេះទឹកខ្ញុំបានរៀបចំរួចហើយយើងដាក់ឲ្យវាទៅបាទនេះយើងរៀបចំក្នុងទ្រុងបែបនេះបងប្អូនទើបមន់យើងវាមានសុខភាពល្អយើងថែវាណាយើងដាក់ក្នុងទ្រុងបែបនេះរយៈពេល1សប្តាហ៍មិនដល់1សប្តាហ៍បងប្អូនពូបំផុត3ថ្ងៃយើងនឹងយកមេវាចេញមិនឲ្យមេវានៅជាមួយកូនពេលឲ្យចំណីទេដោយសារវានៅជាមួយគ្នាអញ្ចឹងទៅវាអាចជន់កូនមន់របស់យើងឲ្យវាងាប់អញ្ចឹងយើងអត់អាចឲ្យវានៅទីនឹងរហូតបានទេតែបាន3ថ្ងៃមេយើងនឹងយកចេញដាក់នៅខាងក្រៅហើយកូនយើងឲ្យនៅខាងក្នុងប៉ុន្តែយប់ឡើងយើងឲ្យមេដេកជាមួយវាធម្មតាដើម្បីឲ្យកូនមន់យើងមានកម្ដៅកុំឲ្យខ្ញល់បងប្អូនហើយកុំឲ្យផ្ដាសាយត្រូវជាមួយខែនេះវាជាខែធ្លាក់ភ្លៀងទៀតអញ្ចឹងវាធ្លាក់ទឹកភ្លៀងយើងមិនអាចលេងមន់ផ្ដេសផ្ដាស់ទេអញ្ចឹងវាធ្វើឲ្យកូនមន់យើងវាផ្ដាសាយអញ្ចឹងបងប្អូនហើយតែវាផ្ដាសាយយើងពិបាកព្យាបាលណាមិនពិបាកណាស់ទេស្រួលដែរប៉ុន្តែវាធ្វើឲ្យសុខភាពមន់យើងនឹងវាមានការចុះខ្សោយយើងមុនអញ្ចឹងណាទម្រាំតែយើងព្យាបាលវាជាអញ្ចឹងបងប្អូនហើយមកសម្បុកនេះចាំមើលពេលវាធំពេញវ័យខ្ញុំនឹងថតបង្ហាញបងប្អូនម្ដងទៀតលោកតែបងប្អូនមានតម្រូវការចង់បានពូជមន់ស្អាតពីថាខ្ញុំទៅអញ្ចឹងពូជល្អអញ្ចឹងបងប្អូនហើយឥឡូវខ្ញុំទៅតែមានពូជបានខ្លះទេទុកសម្រាប់បងប្អូនអញ្ចឹងណាអត់តមានពូជច្រើនទេអញ្ចឹងបងប្អូនកំងមិនតមានសម្រាប់បងប្អូនទេប្រហែលមួយរយៈទៀតបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់អរគុណដែលបានតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នាវីដេអូក្រោយអរគុណ